សូមជម្រាបសួរលោកគ្រូខ្ញុំបាទនិងសមាជិករបស់ខ្ញុំគឺមកពីក្រុមទី1ដែលថ្ងៃនេះដែរខ្ញុំធ្វើការបកស្រាយនៅប្រធានបទដែលលោកគ្រូដាក់ឲ្យដែលសមាជិកក្រុមរបស់ខ្ញុំមាន4នាក់នេះគឺជាមាតិកាដែលយើងធ្វើការបកស្រាយដូចតទៅដែលចំណុចទី1គឺនិយាយអំពីpixel resolution និង sharpness ចំណុចទី2យើងនឹងធ្វើការនិយាយអំពី microscope និង telescope និងចំណុចចុងក្រោយគឺធ្វើការនិយាយអំពី X-ray diffraction ចឹងជាទូទៅយើងធ្លាប់បានឮពី pixel resolution និង sharpness ជាដើមទៅតាមព័ត៌មានផ្សេងៗដែលយើងអាចទទួលបានដល់ pixel យើងអាចធ្លាប់ឮពីកាមេរ៉ាដែលគេនិយាយថា megapixel ឧទាហរណ៍ដូចកាមេរ៉ា iPhone វាអាច50 mega មានគ្រាប់កាមេរ៉ា lens 50 megapixel អីជាដើមតែពេល resolution យើងអាចឮវានៅពេលដែលយើងឆែកមើល YouTube យើងអាចកំណត់ quality របស់វីដេអូក្នុង YouTube បានដែលវាមានដូចជា480p 720p ឬក៏ 1080p 60 frame rate អីចឹងហ្នឹងជា resolution តែពេល sharpness ហ្នឹងយើងដឹងពីយើងអាចរកឃើញវាបាននៅក្នុងកាមេរ៉ាការកំណត់របស់កាមេរ៉ាផ្សេងដែលគេកំណត់ sharpness នៃរូបភាពដែលគេថតហ្នឹងចឹងថ្ងៃហ្នឹងយើងដើម្បីឲ្យមានភាពស៊ីជម្រៅលម្អិតបន្ថែមខ្ញុំនឹងធ្វើការបកស្រាយទៅតាមចំណុចនីមួយៗចឹងចំណុចដំបូង pixel ចឹង pixel ហ្នឹងវាគឺជាគ្រាប់តូចដែលវាបង្កើតពណ៌ដែលវាផលិតចេញជារូបភាព digital ឬក៏រូបបង្ហាញផ្សេងចឹង pixel ហ្នឹងវាមាននៅក្នុងរូបភាពនៅពេលដែលយើងថតរូបភាពមួយយើងបានពង្រីករូបភាពហ្នឹងកាន់តែតូចទៅយើងឃើញគ្រាប់អុចអីដែលគ្រាប់អុចហ្នឹងគេហៅថា pixel ចឹងវាអាចជាចំណុចតូចហើយចំណុចតូចហ្នឹងវាអាច function ផ្សេងគ្នាដែលវាបង្កើតឲ្យបានជារូបភាពដែលចំណុចតូចហ្នឹងវាអាចមានពណ៌ផ្សេងគ្នាអញ្ចឹងនៅពេលដែលចំណុចតូចហ្នឹងវាផ្ដុំគ្នាបានជាច្រើនវាបង្កើតបានទៅជារូបភាពមួយហើយ pixel កាន់តែច្រើនវាធ្វើឲ្យរូបភាពហ្នឹងមានកម្រិតភាពច្បាស់កាន់តែខ្លាំងហើយបើ pixel ដែលមានតួនាទីនៅក្នុងកាមេរ៉ាដែលយើងធ្លាប់ឮថា megapixel ហ្នឹងឧទាហរណ៍កាមេរ៉ាមួយមាន10កាមេរ៉ាគ្រប់ lens កាមេរ៉ាមួយមាន12 megapixel ចឹងដល់ពេលដែលយើងថត12 megapixel ហ្នឹងវាបង្កើតចេញជារូបភាពមួយនៅក្នុង12 megapixel ហ្នឹងចឹងបើយើងយកទៅធៀបជាមួយនឹងកាមេរ៉ាដែលថតចេញពី lens 50 megapixel យើងយកមកធៀបគ្នាមានលក្ខណៈ50 megapixel ហ្នឹងវាមានភាពលម្អិតជាងហើយម៉ត់ជាងដោយសារតែគ្រាប់ pixel ដែលកាមេរ៉ាហ្នឹងចាប់យកបានវាបានច្រើនជាងអញ្ចឹងចំណុចបន្ទាប់យើងចូលដល់ resolution អញ្ចឹង resolution ហ្នឹងវាគឺជាទំហំមួយដែលគេយកប្រវែងរបស់បណ្ដោយទៅគុណនឹងទទឹងដើម្បីបង្កើតបានទៅជារូបភាពមួយឬក៏កម្រិតវីដេអូមួយដែលកម្រិតនីមួយហ្នឹងដែលទូទៅហ្មងគេរាប់ចាប់ពីHD មក HD ហ្នឹងគឺ720សំទោសគេរាប់ចេញពី SD វា SD ហៅ480តមក HD 720បន្ទាប់មក Full HD ដែលគេហៅ1080ហ្នឹង 2K ជាទូទៅ 2K យើងអត់សូវឮហ្មងយើងឮតែ Full HD បន្ទាប់មក 4K យ៉ាងមកហើយមានអាកម្រិតលើសហ្នឹងគឺហៅ 8K អញ្ចឹងគេអាចកំណត់ថាវាជា HD ឬក៏ Full HD ឬក៏ 4K អញ្ចឹងបានដោយសារគេទៅយកប្រវែងបណ្ដោយគុណនឹងទទឹងហ្នឹងចឹងថារូបភាពហ្នឹងវា HD រូបភាព HD ហ្នឹងវាមានអាកម្រិត pixel ហ្នឹងគេយកបណ្ដោយវា1080 pixel ហ្នឹង
ê cái do từ tăng với 1080 xong tổ ưu thọ đây cầm rật rụp hiệp nắng HD cái do bộ bài từ tăng nó bộ mà thấy thì cô đang mình đòi với 1280 làm bờ mà thấy rư có 1280 nó nguy chỉ pixelแต่ពេលដែលយើងគុណគ្នាវាបានជាកម្រិតមួយដែលបានទៅជាម៉ែត្រការ៉េកម្រិតចៃនិយាយស្អាតហ្នឹងលក្ខណៈការ៉េទៅបានបង្កើតបានគេអាចកំណត់ថាហ្នឹងជា HD ឬក៏ Full HD ឬក៏ 4K ដែលធ្វើឲ្យរូបភាពឬក៏វីដេអូរបស់យើងហ្នឹងមើលទៅវាច្បាស់ជាងមុនអញ្ចឹងយើងចូលទៅដល់ sharpness ចឹង sharpness ហ្នឹងភាគច្រើនគេប្រើវាដោយសារតែរូបភាពហ្នឹងវាមានកម្រិតភាពច្បាស់អត់សូវច្បាស់ឬក៏មានលក្ខណៈ blur មកពីដៃយើងថតរូបហ្នឹងវាអត់ហ្នឹងវាបង្កើតបានទៅជា blur ចឹងគេប្រើវាដើម្បីឲ្យរូបភាពហ្នឹងវាបង្កើត pixel ច្រើនធ្វើឲ្យមានកម្រិតភាពម៉ត់កម្រិតភាពម៉ត់ដែលគេហៅថា contrast តែនៅពេលដែលយើងតម្លើង contrast ច្រើនពេកវាធ្វើឲ្យអា pixel ហ្នឹងវាបែកចេញជាដុំទៅវានេះអញ្ចឹង sharpness ហ្នឹងគេប្រើដើម្បីជំនួសគេប្រើដើម្បីជំនួសឲ្យភ្នែកយើងមើលទៅមានលក្ខណៈថារូបភាពហ្នឹងវាច្បាស់ជាងមុនអញ្ចឹងចំណុចខ្ញុំគឺចាប់ត្រឹមហ្នឹងអញ្ចឹងសូមចំណុចបន្ទាប់គឺទៅសមាជិកទី2របស់ខ្ញុំគឺអេងហុងជំរាបសួរលោកគ្រូនិងមករួមថ្នាក់ទាំងអស់គ្នាថ្ងៃនេះខ្ញុំមកពីក្រុមទី1បកស្រាយបន្តអំពីមេរៀនគោលរបស់ខ្ញុំដែលប្រធានបទរបស់ខ្ញុំគឺនិយាយអំពី microscope ជាដំបូងយើងត្រូវស្គាល់អ្វីជា microscope គឺជាឧបករណ៍មួយដែលប្រើសម្រាប់ពង្រីកវត្ថុតូចៗដែលមនុស្សមិនអាចមើលឃើញដើម្បីឲ្យមនុស្សអាចមើលឃើញបានmicroscope ដែលគេនិយមប្រើមានដូចជា microscope ពន្លឺប្រើពន្លឺនិងកញ្ចក់សម្រាប់មេរោគនិងកោសិកា microscope អេឡិចត្រូនប្រើធ្នឹមអេឡិចត្រូនដើម្បីពង្រីករូបភាពឲ្យធំខ្លាំងរហូតដល់រាប់លានដងដើម្បីមើលឃើញរចនាសម្ព័ន្ធអាតូបឬវីរុសទី3 microscope stereo យើងអាចមើលឃើញទិដ្ឋភាព 3D សម្រាប់សត្វវត្ថុធំនិងចំណីអាហារជាដើមឥឡូវចូលដល់ slide បន្ទាប់យើងត្រូវស្គាល់ផ្នែកសំខាន់នៃ microscope មានផ្នែកសំខាន់មានភ្នែកកញ្ចក់អនុស្សាវរីយ៍វេទិកាប្រព័ន្ធលើនិងកងតាក់ផាត់ច្បាស់ហើយ microscope ប្រើប្រាស់សម្រាប់មើលមេរោគនិងកោសិកាប្រើសម្រាប់សិក្សាវិទ្យាសាស្ត្រនិងការសិក្សាស្រាវជ្រាវការនិយាយពី microscope ចប់តែប៉ុណ្ណឹងសូមផ្ទេរការនិយាយទៅមិត្តភ័ក្តិរួមក្រុមបន្ទាប់សូមអរគុណជំរាបសួរលោកគ្រូខ្ញុំមកពីក្រុមទី1ដែលទទួលភារកិច្ចដើម្បីធ្វើបទបង្ហាញបន្តដែលនិយាយតាក់ទងអំពី telescope អូខេមុននឹងចូលទៅដល់ប្រធានបទកាន់តែស៊ីជម្រៅអំពី telescope យើងទាំងអស់គ្នាគួរតែដឹងថាតើអ្វីទៅជា telescope អូខេ telescope គឺជាឧបករណ៍អុបទិកដែលគេប្រើសម្រាប់សង្កេតមើលវត្ថុដែលនៅឆ្ងាយជាពិសេសវត្ថុដែលនៅលើមេឃដោយការប្រមូលពន្លឺវាជួយឲ្យយើងមើលឃើញវត្ថុនោះកាន់តែធំនិងកាន់តែច្បាស់អូខេអ្នកវិទ្យាសាស្ត្រតែងតែប្រើប្រាស់ telescope ដើម្បីឆ្លោះមើលផ្កាយពួកគេតែងតែប្រើប្រាស់វានៅពេលយប់ដែលពួកគេអាចទទួលបានរូបភាពផ្កាយឬភពផ្សេងក្នុងកម្រិតមួយដែលច្បាស់និងពេញភ្នែកដែលភ្នែកយើងទទេមិនអាចមើលឃើញបានអូខេឥឡូវយើងចូលទៅដល់ប្រវត្តិសង្ខេបខ្លះៗអំពីការវិវត្តនៃ telescope អ្នកបង្កើត telescope ដំបូងគឺលោក Henry Percy ដែលលោកជាជនជាតិហូឡង់លោកបានស្នើសុំបតង់ដំបូងនៅឆ្នាំ1608បន្ទាប់មកគឺលោក Galilei
ដែលជាអ្នកអភិវឌ្ឍ telescope បន្ទាប់ហើយលោកក៏ជាមនុស្សដំបូងគេដែលប្រើប្រាស់ telescope សម្រាប់ការសិក្សាតារាសាស្ត្រនៅឆ្នាំ1909 បន្ទាប់មកក៏មានលោក Isaac Newton លោកក៏បានបង្កើត telescope ដោយប្រើប្រាស់កញ្ចក់ចាំងផ្លាតដែលគេហៅថា reflection telescope នៅឆ្នាំ1968អូខេឥឡូវយើងចូលមកដល់ slide បន្ទាប់ដែលនិយាយអំពី key component ដែលតាក់ទងនឹង telescope អូខេយើងមើលឃើញចំណុចសំខាន់របស់ telescope គឺចំណុចសំខាន់បំផុតនោះគឺ aperture ដែលជាម៉ត់កែវដែលជាផ្នែកទទួលពន្លឺកាន់តែធំនិងកាន់តែច្បាស់បន្ទាប់មកទៀតគឺជា eyepiece គឺកែវភ្នែកជាផ្នែកសម្រាប់យើងដាក់ភ្នែកមើលដើម្បីពង្រីករូបភាពចុងក្រោយនោះគឺ mount ដែលជាជើងតម្រសម្រាប់រក្សាលំនឹងនិងតម្រង់ទៅរកគោលដៅអូខេឥឡូវយើងចូលទៅដល់ slide បន្ទាប់ដែលតាក់ទងទៅនឹងសារៈសំខាន់នៃ telescope អូខេtelescope គឺមានសារៈសំខាន់ណាស់ដែលវាជួយយើងឲ្យដឹងអំពីប្រព័ន្ធព្រះអាទិត្យប្រព័ន្ធផ្កាយនិងកាឡាក់ស៊ីរបស់យើងទាំងមូលហើយក៏វាបានជួយមនុស្សយើងជាច្រើនក្នុងការរុករកភពថ្មីៗដែលអាចរស់រានមានជីវិតបានដោយដែលយើងបានដឹងហើយថាមុននឹងមនុស្សយើងធ្វើបេសកកម្មចេញទៅភពក្រៅឬចេញពីភពផែនដីពួកគេត្រូវតែមានផែនការច្បាស់លាស់ឬការមើលឃើញទុកជាមុនទៅពួកគេអាចរៀបចំចេញបានដូច្នេះហើយពួកគេត្រូវការ telescope ដើម្បីឆ្លុះមើលអំពីតារាសាស្ត្រនិងកាឡាក់ស៊ីរបស់យើងទាំងមូលថានៅជុំវិញភពផែនដីយើងមានភពឬមានផ្កាយអ្វីខ្លះដែលមនុស្សយើងអាចធ្វើដំណើរទៅបានចំណុចសំខាន់មួយទៀតគឺវាអាចជួយវាស់ចម្ងាយនិងអាយុកាលនៃចក្រវាឡយើងបានដោយដែលយើងដឹងហើយថាផែនដីរបស់យើងមានអាយុកាលប្រមាណនិងភពផ្សេងទៀតមានអាយុកាលប្រមាណ telescope ក៏មានរួមចំណែកក្នុងការជួយឲ្យមនុស្សយើងស្រាវជ្រាវអំពីបញ្ហានេះផងដែរហើយ telescope ក៏មានច្រើនប្រភេទដែរដែលវាមានដូចជា telescope ប្រើឡង់ទីដែលហៅថា reflecting telescope ដែលប្រើឡង់ទីកែវដែលហៅថា lens ដើម្បីពង្រីករូបភាពវាមានរាងវែងខ្លាំងដែលភាគច្រើនមនុស្សធម្មតាអាចប្រើប្រាស់វាបាននៅពេលយប់សម្រាប់មើលផ្កាយទូទៅtelescope មួយទៀតគឺប្រើកញ្ចក់ចាំងផ្លាត reflecting telescope ដែលលោក Isaac Newton បានបង្កើតឡើងវាប្រើកញ្ចក់ធម្មតាដើម្បីប្រមូលពន្លឺវាមានប្រសិទ្ធភាពខ្ពស់សម្រាប់មើលផ្កាយដែលនៅឆ្ងាយពីទីតាំងរបស់យើងមួយទៀតគឺ telescope កាត់ដោយ optic វាជាការរួមបញ្ចូលគ្នារវាងឡង់ទីនិងកញ្ចក់ដើម្បីឲ្យវាមានទំហំតូចល្មមងាយស្រួលក្នុងការដឹកជញ្ជូនអូខេនេះគឺជាឥឡូវយើងចូលមកដល់ slide បន្ទាប់យើងក៏បានឃើញរូបភាពខ្លះដែលតាក់ទងនឹងការដែលតាក់ទងនឹងចក្រវាឡរបស់យើងភពផ្សេងឬកាឡាក់ស៊ីហើយក៏ដូចជារូបព្រះច័ន្ទដែលថតដោយ telescope សូមអរគុណនិងសូមទេកាតព្វកិច្ចបន្ទាប់ទៅដល់មិត្តរួមក្រុមបន្តជម្រាបសួរលោកគ្រូខ្ញុំបាទមកពីក្រុមទី1ធ្វើការបកស្រាយ slide បន្តនិយមន័យនៃ X-ray diffraction HRD X-ray diffraction ឬយើងអាចហៅកាត់ថា HRD គឺជាវិធីសាស្ត្រវិទ្យាសាស្ត្រដ៏សំខាន់មួយដែលគេប្រើសម្រាប់សិក្សាពីរចនាសម្ព័ន្ធអាតូមរបស់អង្គធាតុវាមានប្រសិទ្ធភាពបំផុតសម្រាប់សិក្សាលើអង្គធាតុដែលមានរចនាសម្ព័ន្ធគ្រីស្តាល់ដំណើរការនេះធ្វើឡើងដោយការពិនិត្យមើលរបៀបដែលការរស្មី X បំបែកចេញឬយើងអាចហៅថា diffraction នៅពេលវាប៉ះនឹងវត្ថុធាតុដែលអនុញ្ញាតឲ្យយើងមើលឃើញពីការរៀបចំផ្ទៃក្នុងនៃអាតូម slide ទី2ដំណើរការនិងការអនុវត្តតើវាដំណើរការយ៉ាងដូចម្តេចដំណើរការនេះប្រព្រឹត្តទៅតាមជំហានសំខាន់ដូចជាដំបូងយើងបាញ់កាំរស្មី X ទៅលើអង្គធាតុដែលត្រូវសិក្សានៅពេលកាំរស្មីនេះប៉ះជាមួយនឹងអាតូមក្នុងគ្រីស្តាល់វានឹងចាប់ផ្ដើមបែកចេញតាមទិសផ្សេងៗគ្នាបន្ទាប់មកឧបករណ៍ចាប់សញ្ញានឹងចាប់យកលំនាំនៃការបំបែកកាំរស្មីទាំងនោះជាចុងក្រោយយើងវិភាគលំនាំទាំងនោះដើម្បីស្វែងរកនិងកំណត់រចនាសម្ព័ន្ធ molecule ពិតប្រាកដរបស់វាតើវាប្រើសម្រាប់អ្វីខ្លះបច្ចេកវិទ្យា HRD ត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនដូចជាការកំណត់អត្តសញ្ញាណសារធាតុដែលយើងមិនស្គាល់ការសិក្សាលម្អិតពីរចនាសម្ព័ន្ធគ្រីស្តាល់ការសិក្សាទៅលើរហ័សនិងរ៉ែក្នុងផ្នែកភូមិសាស្ត្រនិងវិស្វកម្មការផលិតឱសថថ្នាំ
ដើម្បីធានានូវគុណភាពនិងប្រសិទ្ធភាពនិងជាឧបករណ៍មិនអាចខ្វះបានក្នុងវិស័យបច្ចេកវិទ្យា Nano សូមអរគុណលោកគ្រូដែលចំណាយពេលស្ដាប់ការបកស្រាយរបស់ខ្ញុំនិងសមាជិកក្រុមរបស់ខ្ញុំសូមអរគុណ